ព្រះគម្ពីរយ៉ូហានជំពូក12ខ27ដល់ខ36ឥឡូវនេះខ្ញុំមានចិត្តតបប្រមល់តើត្រូវឲ្យខ្ញុំទូលដោយបណ្ឌិតអោព្រះវរបិតាអើយសូមជួយសង្គ្រោះទូបង្គំរួចពីពេលនេះផងប៉ុន្តែគឺដោយហេតុនោះឯងបានជាទូបង្គំមកដល់ពេលនេះអោព្រះវរបិតាអើយសូមតម្កើងព្រះនាមទ្រង់ឡើងនោះស្រាប់តែមានឮសំឡេងពីលើមេឃថាអញបានតម្កើងហើយក៏នឹងតម្កើងឡើងទៀតដែរដូច្នេះបណ្ដាមនុស្សដែលឈរនៅទីនោះហើយឮក៏និយាយថាឮផ្គរលាន់ខ្លះទៀតថាមានទេវតាទូនឹងទ្រង់តែព្រះយេស៊ូវទ្រង់ឆ្លើយថាសំឡេងនេះមិនមែនឮដោយព្រោះខ្ញុំទេគឺដោយយល់ដល់អ្នករាល់គ្នាវិញឥឡូវលោកីនេះត្រូវជាប់ទោសហើយឥឡូវនេះចៅហ្វាយរបស់លោកីនេះក៏ត្រូវបោះចោលចេញឯខ្ញុំបើសិនជាខ្ញុំត្រូវលើកពីដីឡើងនោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំទ្រង់មានបន្ទូលសេចក្តីទាំងនេះដើម្បីនឹងបង្ហាញពីទ្រង់ត្រូវសុគតបែបជាយ៉ាងណាវរមនុស្សទូលឆ្លើយថាយើងខ្ញុំបានឮក្នុងក្រវិន័យថាព្រះគ្រីស្ទទ្រង់គង់នៅអកលជានិច្ចចុះធ្វើដោយម្ដេចបានជាថាកូនមនុស្សត្រូវលើកឡើងដូចនេះតើអ្នកណាជាកូនមនុស្សនេះនោះព្រះយេស៊ូវមានបន្ទូលទៅគេថាពន្លឺនៅជាមួយនឹងអ្នករាល់គ្នាតែបន្តិចទៀតទេចូលដើរកំពុងដែលនៅមានពន្លឺចុះក្រែងលោសេចក្តីងងឹតតាមអ្នករាល់គ្នាតន់អ្នកណាដែលដើរក្នុងសេចក្តីងងឹតនោះមិនដឹងជាទៅឯណាទេចូលអ្នករាល់គ្នាជឿដល់ពន្លឺកំពុងដែលនៅមាននៅឡើយចុះដើម្បីឲ្យបានធ្វើជាកូននៃពន្លឺអាមែនបាទអរគុណព្រះអង្គនៅក្នុងដំណើរជីវិតនៃការរស់នៅរបស់ផងមនុស្សយើងបញ្ហាស្ថានភាពពិបាកដែលធ្វើឲ្យយើងមានអារម្មណ៍តានតឹងមានអារម្មណ៍ខ្វល់ខ្វាយមានអារម្មណ៍នឿយហត់គឺតែងតែកើតឡើងនៅក្នុងដំណើរជីវិតរបស់ផងយើងជានិច្ចត្រូវទេដូច្នេះបញ្ហាប្រឈមដែលយើងត្រូវដោះស្រាយចំពោះបញ្ហាយ៉ាងលំបាកនេះតើគឺជាអ្វីបាទឥឡូវយើងដឹងហើយថាដំណើរជីវិតផងយើងតែងតែជួបបញ្ហាការលំបាកជំងឺភាពតានតឹងការនឿយហត់អញ្ចឹងតើអ្វីទៅដែលជាបញ្ហាប្រឈមដែលបងប្អូនត្រូវដោះស្រាយតើបងប្អូនចង់ទុកបញ្ហាចោលវិញទេបាទយើងត្រូវតែមានដំណោះស្រាយនៅពេលដែលយើងជួបបញ្ហាតើយើងដោះស្រាយយ៉ាងម៉េចបាទតើយើងចាត់ទុកបញ្ហាទាំងអស់ដែលកើតមកលើយើងថាម៉េចតើយើងកំពុងតែអោបក្រសោបចំពោះបញ្ហាជាមួយនឹងការឈឺចាប់មែនទេជាមួយនឹងការអស់សង្ឃឹមឬក៏ជាមួយនឹងការដែលយើងចង់បាត់បង់ពីលោកនេះទៅបាទតើបញ្ហាទាំងអស់នោះធ្វើឲ្យយើងមានអារម្មណ៍មានការគិតច្រើនទៅលើវាហើយវាធ្វើឲ្យយើងមានអារម្មណ៍តបប្រមល់មែនទេឬក៏មានការព្រួយបារម្ភច្រើនមែនទេពិតណាស់បញ្ហាតែងតែធ្វើឲ្យយើងមានការព្រួយបារម្ភច្រើនតបប្រមល់ច្រើនសម្រាប់គ្រីស្ទបរិស័ទយើងវិញតើយើងត្រូវបង្វែរស្ថានភាពនៃការលំបាកនិងបញ្ហាទាំងអស់នេះទៅកាន់អ្វីវិញបាទហើយគ្រីស្ទបរិស័ទត្រូវរស់នៅយ៉ាងដូចម្ដេចដើម្បីឆ្លើយតបទៅនឹងបញ្ហាមិនល្អទាំងអស់នេះយ៉ាងត្រឹមត្រូវតើយើងត្រូវឆ្លើយតបយ៉ាងម៉េចមកដល់ត្រង់ចំណុចនេះព្រះយេស៊ូវកំពុងតែមានព្រះបន្ទូលទៅកាន់វងមនុស្សហើយដូចដែលយើងបានឃើញហើយកាលពីសប្តាហ៍មុនបាទគឺមានជនជាតិក្រិកខ្លះគេមកក្រុងយេរូសាឡឹមដើម្បីថ្វាយបង្គំដល់ព្រះជាម្ចាស់ដែរពេលនោះគេធ្វើអ្វីគេចង់ជួបព្រះយេស៊ូវគ្រីស្ទបាទដូច្នេះហើយបានជាការដ៏សំខាន់នៅក្នុងការដែលយើងយល់ថាព្រះយេស៊ូវនៅតែពិភាក្សាអំពីអ្វីទេពេលវេលាកំណត់របស់ព្រះអង្គគេចង់មកជួបព្រះអង្គមកថាម៉េចទេពេលកំណត់របស់ខ្ញុំបានមកដល់ហើយបាទនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក12ខ23បានបង្ហាញពីអ្វីពេលកំណត់បាទអ្វីទៅគឺជាពេលកំណត់តើព្រះអង្គកំពុងតែចង់សម្ដៅទៅលើអ្វីនៅថ្ងៃនេះទៀតខ27ក៏បានបង្ហាញថាពេលនេះបានមកដល់ហើយ
តើសំដៅអំពីអ្វីខ23ខ27ព្រះអង្គបង្ហាញអំពីពាក្យដូចគ្នាគឺអ្វីពេលកំណត់ឬក៏ពេលនេះបានមកដល់ហើយនោះគឺសំដៅទៅលើអ្វីទេសំដៅទៅលើការសុគតរបស់ព្រះសូគ្រីស្ទនៅលើជើងឆ្កាងបានមកដល់ហើយបាទបងប្អូននៅពេលដែលយើងដឹងថាបន្តិចទៀតយើងនឹងត្រូវស្លាប់តើអារម្មណ៍របស់ផងយើងនៅពេលនោះយ៉ាងម៉េចដែរសប្បាយអត់ទេបាទប្រកបណាស់យើងមានអារម្មណ៍តបប្រមល់ច្រើនព្រួយច្រើនផិតភ័យអំពីការនេះបាទនៅថ្ងៃនេះយើងនឹងសិក្សាអំពីសេចក្តីបង្រៀនដ៏សំខាន់ទាំង3យ៉ាងបាទដើម្បីឲ្យយើងអាចយកទៅអនុវត្តនៅក្នុងជីវិតដែលយើងត្រូវតស៊ូនៅក្នុងលោកីប្រចាំថ្ងៃដើម្បីអ្វីរងចាំរហូតដល់ព្រះគ្រីស្ទយាងត្រឡប់មកលើទី2ផងដែរបាទតើយើងត្រូវអនុវត្តអំពីការបង្រៀនថ្ងៃនេះយ៉ាងដូចម្ដេចទី1នៅក្នុងស្ថានភាពលំបាកសូមឲ្យយើងនៅតែលើកដំកើងព្រះនាមព្រះឡើងបាទនៅក្នុងស្ថានភាពដ៏តានតឹងតបប្រមល់ទុកព្រួយសូមឲ្យយើងនៅតែសរសើរដំកើងព្រះនាមទ្រង់ឡើងនេះគឺជារឿងសំខាន់ទី1ចឹងក៏ពិតនៅក្នុងខ27ឥឡូវយើងអានជាមួយគ្នាសិន1 2 3ឥឡូវនេះខ្ញុំមានចិត្តតបប្រមល់តើត្រូវឲ្យខ្ញុំទូលដូចម្ដេចអោព្រះវរបិតាអើយសូមជួយសង្គ្រោះទូបង្គំឲ្យរួចពីពេលនេះផងប៉ុន្តែគឺដោយហេតុនោះឯងបានជាទូបង្គំមកដល់ពេលនេះអាមែនបាទហើយអ្វីបានជាព្រះយេស៊ូវមានព្រះハរតីតបប្រមល់តើព្រះយេស៊ូវមានបាបដែរឬក៏យ៉ាងណាបានជាព្រះអង្គចេះតបប្រមល់ដែរបាទតើពាក្យតបប្រមល់ដែលព្រះអង្គទ្រង់បានបង្ហាញយើងនៅកន្លែងនេះតើចង់បង្ហាញអំពីអ្វីពីព្រោះការសគត់របស់ផងព្រះអង្គនឹងធ្វើឲ្យព្រះអង្គអ្វីត្រូវដាច់ចេញពីព្រះវរបិតាព្រះយេស៊ូវគ្រីស្ទមិនមែនខ្លាចការសគត់ទេព្រះយេស៊ូវគ្រីស្ទមិនមែនខ្លាចការឈឺចាប់ទេប៉ុន្តែការសគត់តាមវិធីសាស្ត្រដែលព្រះអង្គទ្រង់នឹងទទួលនោះគឺអ្វីត្រូវបណ្ដាសាពីព្រះវរបិតាត្រូវដាច់ចេញពីព្រះវរបិតាទទួលអំពើបាបរបស់លោកីទាំងអស់ហើយត្រូវទទួលបណ្ដាសាពីព្រះវរបិតាតើកូនណាដែលអាចនឹងស៊ូទ្រាំអំពីការនេះបានតើមានកូនណាម្នាក់ចង់ទទួលបណ្ដាសាពីឪពុកម្ដាយទេចង់អត់បាទដូច្នេះពាក្យបណ្ដាសាគឺជាអ្វីពាក្យដ៏ឈឺចាប់បំផុតបាទដូច្នេះហើយបានជាព្រះយេស៊ូវគ្រីស្ទសូម្បីតែមួយវិនាទីព្រះអង្គទ្រង់រស់នៅទ្រង់ប្រកបជាមួយនឹងព្រះវរបិតាមិនដែលធ្លាប់ខូចទេមិនដែលធ្លាប់បាក់បែកទេមិនដែលធ្លាប់ត្រូវបានដាច់ចេញពីព្រះជាម្ចាស់ទេប៉ុន្តែនៅពេលវេលានោះព្រះអង្គទ្រង់បានដាច់ចេញពីព្រះវរបិតាហើយនេះហើយគឺជាអារម្មណ៍ដែលព្រះយេស៊ូវគ្រីស្ទបង្ហាញថាទ្រង់តបប្រមល់ពីព្រោះព្រះអង្គមិនចង់ត្រូវបណ្ដាសាពីព្រះវរបិតាទេព្រះអង្គមិនចង់ទទួលអ្វីការដាច់ចេញពីព្រះជាម្ចាស់ឡើយបាទនេះហើយគឺជាអ្វីដែលព្រះអង្គទ្រង់បង្ហាញយើងថាព្រះអង្គមានព្រះハរតីព្រួយអំពីការនោះមិនមែនខ្លាចការស្លាប់មិនមែនខ្លាចអំពីការសុគតឬក៏ខ្លាចអំពីការរងទុក្ខលើឈើឆ្កាងទេប៉ុន្តែព្រះអង្គខ្លាចអំពីអ្វីដាច់ចេញពីព្រះចុះចំណែកយើងវិញតើយើងមានការព្រួយបារម្ភអំពីការដែលយើងខ្លាចដាច់ចេញពីព្រះដែរឬទេតើបងប្អូនមានដួងចិត្តរស័ព្ទរសល់នៅពេលដែលយើងខកខានថ្វាយបង្គំប្រាប់ដែរឬទេតើបងប្អូនមានអារម្មណ៍ពិបាកចិត្តនៅពេលដែលយើងជាប់ក្នុងការលបួងហើយមិនអាចមកថ្វាយបង្គំព្រះជាម្ចាស់បានទេពេលវេលានោះតើបងប្អូនមានអារម្មណ៍បែបណាធម្មតាទេឬក៏មានអារម្មណ៍មិនខ្វល់ខ្វាយអ្វីសោះឬក៏មានអារម្មណ៍នឹកទៅចំពោះព្រះជាម្ចាស់បាទជាការពិតព្រះជាម្ចាស់ទ្រង់បានបង្ហាញយើងអំពីជីវិតរបស់គ្រីស្ទបរិស័ទយើងត្រូវតែនៅជាប់ជាមួយនឹងព្រះជាម្ចាស់រាល់ថ្ងៃហើយនេះហើយបងប្អូនអើយយើងត្រូវតែចងចាំរាល់ថ្ងៃថាព្រះយេស៊ូវទ្រង់បានទទួលរងនៅការឈឺចាប់
បណ្ដាសាអំពើបាបជំនួយយើងហើយដើម្បីអ្វីដើម្បីសង្គ្រោះយើងទាំងអស់គ្នាគឺដើម្បីឲ្យយើងរួចផុតពីការដាក់ទោសអស់កលជានិច្ចទៅចុងបំផុតផងដែរបាទហើយនឹងឲ្យមនុស្សមានអ្វីជីវិតអស់កលនៅក្នុងនគរព្រះជាមួយនឹងព្រះយេស៊ូវដែរតាមរយៈព្រះគុណនៃព្រះយេស៊ូវគ្រីស្ទបាទព្រះអង្គសុគតដើម្បីឲ្យយើងបានជីវិតអស់កលជានិច្ចបាទយើងបានអានហើយនៅក្នុងអត្ថបទនេះយើងបានដឹងថាព្រះハរតីរបស់ព្រះយេស៊ូវគ្រីស្ទគឺកំពុងតែតបប្រមល់បាទប៉ុន្តែចុះតើដួងចិត្តរបស់បងប្អូនវិញធ្លាប់តបប្រមល់ហើយឬទេបាទតើនៅពេលណាយើងតបប្រមល់ទេនៅពេលដែលយើងជួបស្ថានភាពពិបាកច្រើនមានបញ្ហាក្នុងគ្រួសារឬក៏មានបញ្ហាក្នុងជីវិតផងដែរយើងតែងតែមានអារម្មណ៍តបប្រមល់សំណួរសួរថាតើយើងគួរធ្វើអ្វីនៅពេលដែលយើងជួបបញ្ហាយ៉ាងដូចនេះតើយើងត្រូវធ្វើបែបណានៅពេលដែលសាច់ញាតិផងយើងត្រូវបានចាក់ចេញពីយើងទៅឬក៏គាត់បានស្លាប់ទៅតើយើងមានអារម្មណ៍បែបណាយើងគួរធ្វើបែបណាទៅតើយើងត្រូវធ្វើបែបណានៅពេលដែលយើងដឹងថាយើងមានជំងឺឈឺធ្ងន់ឬក៏តើយើងត្រូវធ្វើបែបណានៅពេលដែលយើងបាត់បង់ការងារដ៏ល្អបំផុតនោះបាទជីវិតផងយើងពិតជាមិនចង់ជួបនៅបញ្ហាយ៉ាងនេះបានទេត្រូវទេសារភាពទាំងអស់នេះវាធ្វើឲ្យយើងពិបាកក្នុងការដែលទទួលយកមែនទែនបាទពេលខ្លះយើងមិនដឹងថាត្រូវធ្វើអ្វីណាសោះឥឡូវនេះបងប្អូនអើយយើងទាំងអស់គ្នានឹងរៀនពីព្រះយេស៊ូវគ្រីស្ទគឺនៅពេលដែលព្រះハរតីព្រះអង្គកំពុងតែតបប្រមល់តើនៅពេលនោះទ្រង់ធ្វើអ្វីបាទទ្រង់ធ្វើអ្វីសូមមើលក្នុងខ8ជាមួយគ្នាបាទ28ខ8 1 2 3អោព្រះបបិតាអើយសូមដំកើងព្រះនាមទ្រង់ឡើងនោះស្រាប់តែមានឮសំឡេងពីលើមេឃថាអញបានដំកើងហើយក៏នឹងដំកើងឡើងទៀតដែរអាមែនបាទនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់តបប្រមល់នៅពេលនោះទ្រង់ធ្វើអ្វីទេទ្រង់ស្វែងរកដោយការអធិដ្ឋានបាទអោព្រះវរបិតាអើយសូមដំកើងព្រះនាមទ្រង់ឡើងបាទនេះហើយគឺជាអ្វីដែលយើងត្រូវរៀនពីព្រះយេស៊ូវគ្រីស្ទនៅក្នុងស្ថានភាពលំបាកសូមឲ្យយើងនៅតែលើកដំកើងព្រះនាមទ្រង់ឡើងការនេះព្រះយេស៊ូវបានរៀបយើងថាតាមរយៈការរងទុក្ខរបស់ព្រះអង្គតាមរយៈការដែលព្រះអង្គនឹងត្រូវលាឈើឆ្កាងនោះសូមឲ្យព្រះនាមព្រះវរបិតាត្រូវបានលើកដំកើងឡើងនិងថ្វាយសេរីល្អផងដែរបាទមិនមែនត្អូញត្អែឬក៏មិនមែនរត់ចេញពីបញ្ហាទេប៉ុន្តែលើកដំកើងព្រះបងប្អូនមានចាំទេថាមនុស្សពិការភ្នែកម្នាក់បាទដែលពួកសិស្សបានឃើញនៅក្នុងចំពោះ9មានចាំទេមនុស្សពិការភ្នែកម្នាក់ពីកំណើតបាទនៅពេលនោះពួកសិស្សបានឃើញហើយសួរទៅកាន់ព្រះយេស៊ូវថាលោកគ្រូតើអ្នកណាបានធ្វើបាបគាត់ឬក៏ពុកម្ដាយគាត់ដែលបានជាគាត់កើតមកខ្វាក់យ៉ាងដូចនេះពិការយ៉ាងដូចនេះនៅពេលនោះព្រះយេស៊ូវគ្រីស្ទបានឆ្លើយតបថាការនេះមិនមែនដោយព្រោះគាត់ឬនរណាទេប៉ុន្តែគឺដើម្បីអ្វីលើកដំកើងព្រះនាមព្រះជាម្ចាស់ឡើងបាទដូច្នេះព្រះយេស៊ូវចង់បង្ហាញយើងអំពីជីវិតរបស់គ្រីស្ទបរិស័ទបើទោះបីជួបនៅក្នុងស្ថានភាពលំបាកប៉ុណ្ណាក៏ដោយមានអារម្មណ៍ថានឿយហត់ប៉ុណ្ណាក៏ដោយសូមឲ្យយើងគ្នាជៀសចេញពីការត្អូញត្អែរជៀសចេញអំពីការទួញសោកប៉ុន្តែសូមឲ្យគ្នាបានអ្វីបានចូលទៅចិត្តព្រះចូលទៅចិត្តព្រះកុំមានអារម្មណ៍ខឹងចំពោះព្រះជាម្ចាស់ឡើយកុំមានអារម្មណ៍តានតឹងចំពោះបញ្ហាណាមួយឡើយក៏ប៉ុណ្ណេះប្រសិនបើយើងមានសុខភាពមិនសូវល្អទូបង្គំក៏នៅតែសរសើរនឹងការព្រះជាម្ចាស់ដោយជំងឺទូបង្គំផងដែរអាមែនប្រសិនបើទូបង្គំត្រូវខាតបង់ទ្រព្យសម្បត្តិក៏ដោយទូបង្គំសូមលើកដំកើងព្រះនាមព្រះអង្គដោយភាពក្រីក្ររបស់ទូបង្គំផងដែរស្ដាប់មើលទៅហាក់បីជាអ្វី
អ្នកជឿលើព្រះសិក្រីល្ងីល្ងើមែនទេជួបការលំបាកនៅតែសរសើរសារនឹងកម្មព្រះខ្ញុំធ្លាប់ឮពាក្យបៀតបៀនមួយថាម៉េចទេបាទរតែអង្គច្រកឆ្នាំងមិនបានផងនៅតែហាឡេលូយ៉ាធ្លាប់ឮទេគេតែងតែបៀតបៀនថាម៉េចក្រីក្រខ្វះខាតព្រឹកល្ងាចប៉ុន្តែនៅតែអរគុណព្រះអង្គរហូតអរគុណធ្វើអ្វីប្រសិនបើព្រះរបស់អ្នកល្អមែនអ្នកមិនខ្វះខាតអញ្ចឹងទេគេបៀតបៀនមកកាន់យើងដូចគ្នាឯងប៉ុន្តែបងប្អូនសូមចាំថាជីវិតផងយើងគឺយើងរស់នៅក្នុងផែនការនៃព្រះជាម្ចាស់ផងដែរព្រះអង្គនឹងប្រើស្ថានភាពលំបាកនោះឲ្យយើងបានមើលឃើញអ្វីមើលឃើញស្រីល្អនៃព្រះជាម្ចាស់ជាបាទបើទោះបីជាយើងត្រូវបាត់បង់លោកីយ៍នេះក៏ដោយត្រូវគេបៀតបៀនត្រូវគេស្អប់ត្រូវគេមើលងាយក៏ដោយយើងសូមលើកដំកើងព្រះជាម្ចាស់ឡើងដោយអ្វីដោយភាពអាម៉ាស់ដែលគេបានមើលងាយទូបង្គំផងដែរកុំឲ្យទូបង្គំត្រូវខ្មាស់អៀនក្នុងការដែលប្រកាសអំពីព្រះនាមទ្រង់ឡើងនេះហើយគឺជាជីវិតដែលយើងត្រូវមើលឃើញអំពីបញ្ហានៅក្នុងសេចក្ដីល្អព្រះជាម្ចាស់ផងដែរភាគច្រើនយើងចង់ឲ្យការសាក់លបងចង់ឲ្យបញ្ហាទាំងអស់ក្នុងជីវិតរបស់យើងនឹងត្រូវបានបញ្ចប់ឆាប់ជាការពិតយើងចង់ចាក់ចេញពីភាពរញ៉េរញ៉ៃមួយនេះអត់ចង់ជួបទេប៉ុន្តែសូមមើលអំពីព្រះសិក្រីនៅចប់បញ្ចប់ទោះបីជាព្រះអង្គតបប្រមល់ក៏ដោយប៉ុន្តែព្រះអង្គមិនបានដកខ្លួនចេញពីផែនការនៃការរងទុក្ខនិងការសង្កត់នោះទេព្រះអង្គទ្រង់សុខចិត្តនឹងយល់ព្រមតាមផងដែរបាទបើទោះបីជាការសង្គ្រោះของព្រះសិក្រីគឺជាផែនការសម្រាប់លួសបាបមនុស្សក៏ដោយប៉ុន្តែការយកប្រតិយទុកដាក់ចម្បងរបស់ព្រះសិក្រីគឺជាអ្វីទេលើកដំកើងស្រីល្អនៃព្រះវរបិតាតាមរយៈការរងទុក្ខនោះបាទតាមរយៈការរងទុក្ខនោះហេតុនេះហើយបានជាព្រះយេស៊ូវថាម៉េចទេសូមឲ្យព្រះនាមទ្រង់ត្រូវបានលើកដំកើងឡើងតាមរយៈអ្វីតាមរយៈថ្ងៃកំណត់ដែលត្រូវមកនោះបានមកដល់ហើយឥឡូវសូមមើលតើព្រះវរបិតាត្រូវបានលើកដំកើងឡើងតាមរយៈការសគត់របស់ព្រះយេស៊ូវបានយ៉ាងដូចម្ដេចនៅពេលដែលយើងជួបការលំបាកពិតប្រាកដណាស់យើងពិបាកក្នុងការលើកដំកើងវិជាម្ចាស់ខ្លាំងមែនទែនពីព្រោះអ្វីយើងរវល់ផ្ដោតទៅលើបញ្ហាយើងរវល់ផ្ដោតទៅលើការឈឺចាប់យើងរវល់ផ្ដោតទៅលើស្ថានភាពទាំងអស់នោះយើងមិនដែលគិតថាព្រះកំពុងតែសាក់លបងជំនឿយើងនោះទេយើងមិនដែលគិតថាព្រះកំពុងតែវឹកវើយើងនោះទេយើងមានតែអ្វីត្អូញត្អែនឹងខឹងទៅចំពោះព្រះដូចជាកូនចៅអ៊ីស្រាអែលចឹងដែរនៅពេលដែលព្រះអង្គនាំពួកគេចេញពីស្រុកអេស៊ីបចូលទៅកាន់ទីរហោស្ថានវឹកវើពួកគេមិនដែលមើលឃើញអំពីប្រគុណព្រះអង្គម្ចាស់ដល់ណាសោះត្អូញត្អែរហូតទាស់ជាមួយនឹងព្រះជាម្ចាស់ទាស់ជាមួយនឹងលោកម៉ូសេផងដែរនេះហើយគឺជាជីវិតដែលមិនដែលមើលឃើញស្រីល្អព្រះជាម្ចាស់សោះបាទចុះចំណែកយើងវិញឥឡូវនេះតើយើងយល់យ៉ាងណាអំពីការដឹកនាំព្រះមកកាន់យើងម្នាក់បាទតើព្រះអង្គដឹកនាំយើងមិនល្អមែនទេតើព្រះអង្គដឹកនាំឲ្យយើងជួបការលំបាកធ្វើឲ្យយើងមានអារម្មណ៍មិនល្អមែនទេយើងចង់ត្អូញត្អែយើងចង់តវ៉ាមែនទេបាទសូមឲ្យបញ្ហាទាំងអស់នោះយើងត្រូវមើលឲ្យឃើញថាជាសេរីល្អនៃព្រះជាម្ចាស់ផងដែរទោះបីជាខ្ញុំស្ថិតនៅក្នុងអ្វីក្នុងការដែលធ្វើឲ្យខ្ញុំបាត់បង់ជីវិតដោយព្រោះជំនឿក៏ដោយក៏ទូបង្គំនៅតែលើកដំកើងបណ្ឌានទ្រង់ឡើងផងដែរពីព្រោះទូបង្គំសង្ឃឹមថាអ្វីទូបង្គំនឹងចាក់ចេញពីលោកីយ៍នេះមែនប៉ុន្តែទូបង្គំនឹងរស់ឡើងវិញជាមួយព្រះអង្គថ្ងៃចុងបំផុតផងដែរនេះគឺជាក្តីសង្ឃឹមរបស់គ្រីស្ទានយើងផងដែរបាទដូច្នេះការទាំងអស់នេះមិនមែនជាជំរឿសរបស់ផងយើងទេប៉ុន្តែវាគឺជាអ្វីកម្មសិទ្ធិរបស់ផងព្រះបាទដូច្នេះយើងត្រូវតែលើកដំកើងព្រះនាមព្រះអង្គគ្រប់ស្ថានភាពទាំងអស់ផងដែរបាទដូច្នេះផែនការរបស់ព្រះគឺអ្វីយកឈ្នះលើអំពើបាបយកឈ្នះលើការស្លាប់និងមានជ័យជំនះលើសាតាំងនោះគឺអ្វីតាមរយៈការដែលព្រះយេស៊ូវគ្រីស្ទទ្រង់ស្ដាប់បង្គាប់តាមព្រះវរបិតា
បងប្អូនអរគ្នានឹងយកឈ្នះលើបញ្ហាយកឈ្នះលើការលបួងដែលព្រោះតែអ្វីស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះជាម្ចាស់តើព្រះជាម្ចាស់កំពុងបង្ហាញអំពីទំនាក់ទំនងអ្វីនៅក្នុងខ28ឥឡូវសូមអានជាមួយគ្នាម្ដងទៀតបាទ1 2 3អោព្រះវរបិតាអើយសូមដំកើងព្រះនាមទ្រង់ឡើងនោះស្រាប់តែមានឮសំឡេងពីលើមេឃថាអញបានដំកើងហើយក៏នឹងដំកើងឡើងទៀតដែរអាមែនបាទព្រះជាម្ចាស់បានលើកដំកើងព្រះនាមទ្រង់ឡើងរួចហើយតាមរយៈអ្វីការចាប់កំណើតរបស់ព្រះយេស៊ូវគ្រីស្ទបាទការបម្រើរបស់ព្រះយេស៊ូវគ្រីស្ទហើយឥឡូវនេះព្រះអង្គនឹងលើកដំកើងព្រះនាមទ្រង់ឡើងទៀតតាមរយៈអ្វីការសគត់ការរស់ឡើងវិញនិងការដែលព្រះយេស៊ូវគ្រីស្ទនឹងយាងឡើងទៅស្ថានសួគ៌វិញបាទព្រះអង្គនឹងលើកដំកើងព្រះនាមទ្រង់ឡើងថែមទៀតបាទឥឡូវសូមមើលបន្តទៀតក្នុងខ9ជាមួយគ្នាតើនៅពេលនោះវងមនុស្សគេឆ្លើយតបបាទការឆ្លើយតបទៅលើសម្លេងដែលពួកគេបាននិយាយយ៉ាងម៉េចបាទសូមអានមួយគ្នា1 2 3ដូច្នេះបណ្ដាមនុស្សដែលឈរនៅទីនោះហើយឮក៏និយាយថាឮផ្គរលាន់ខ្លះទៀតថាមានទេវតាទូលនឹងទ្រង់អាមែនបាទគ្រប់គ្នាហាក់បីដូចជាឮសំឡេងបាទដូចគ្នាត្រូវទេបាទប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានការយល់ឃើញដូចគ្នាទេអស់អ្នកដែលបដិសេធព្រះយេស៊ូវថាជាព្រះមេស៊ីហើយបានខកចិត្តចំពោះព្រះយេស៊ូវដែលមិនបានធ្វើតាមការរំពឹងទុករបស់ពួកគេនោះពួកគេថាម៉េចគិតថានោះជាសម្លេងផ្គរលាន់តែប៉ុណ្ណោះគេតែងតែចាំបៀតបៀនព្រះសង្ឃរហូតនៅក្នុងពុទ្ធនេះដែរយើងស្ដាប់លើព្រះបន្ទូលព្រះដូចគ្នាប៉ុន្តែមិនមែនទាំងអស់សុទ្ធតែរស់នៅប្រព្រឹត្តតាមព្រះបន្ទូលព្រះនេះទេអញ្ចឹងយ៉ាងម៉េចតើយើងចង់ឲ្យក្របពូជនៃដំណឹងល្អធ្លាក់ទៅក្នុងគុំបន្លាមែនទេតើយើងទាំងអស់គ្នាចង់ឲ្យក្របពូជនៃព្រះបានដុះឡើងនៅលើដីល្អដែលជាដួងចិត្តយើងដែរឬទេបាទដូច្នេះសូមឲ្យដួងចិត្តយើងជាអ្វីជាដីល្អដែលទទួលក្របពូជហើយបង្កើតផលផ្លែត្រឹមត្រូវផងដែរបាទយើងបានឃើញការអស្ចារ្យអំពីព្រះគុណព្រះជាម្ចាស់ហើយតែដោយសារតែព្រះយេស៊ូវគ្រីស្ទមិនបានបំពេញតាមបំណងចិត្តរបស់ផងខ្ញុំកលៃការពិតនោះថាម៉េចជាផ្គរលាន់តែប៉ុណ្ណោះមិនមែនជាសម្លេងនៃព្រះជាម្ចាស់ទេបាទដូច្នេះនេះហើយគឺជាភាពអាត្មានិយមហើយនឹងអំពើបាបនៃលោកីនេះបាទទោះបីជាពួកគេឃើញការអស្ចារ្យច្រើនប៉ុណ្ណាក៏ដោយពួកគេនៅតែមិនជឿលើព្រះសុទ្ធដែរបាទនេះហើយគឺជាបញ្ហាដូច្នេះជាការពិតវាគ្មានអ្វីចម្លែកទេដែលពួកគេថាម៉េចជាផ្គរលាន់ពីព្រោះពួកគេមិនដែលជឿព្រះយេស៊ូវឡើយបាទគេជឿតែអំពីអ្វីទេព្រះមេស៊ីដែលនឹងជួយពួកគេចេញពីផ្នែកនយោបាយតែប៉ុណ្ណោះគេមិនដែលជឿព្រះសុថាជាព្រះអង្គសង្គ្រោះឡើយខាងព្រះវិញ្ញាណទេបាទដូច្នេះជីវិតផងយើងត្រូវដឹងថាព្រះយេស៊ូវគ្រីស្ទទ្រង់បានយាងមកផែននេះដើម្បីអ្វីដើម្បីនាំយើងចេញពីការគៀបសង្កត់ខាងអំពើបាបតែប៉ុណ្ណោះរំដោះយើងឲ្យមានសេរីភាពពីអំពើបាបតែប៉ុណ្ណោះដូច្នេះប្រសិនបើយើងជឿលើព្រះយេស៊ូវគ្រីស្ទហើយរំពឹងថាព្រះអង្គនឹងជួយយើងជាច្រើនអំពីលោកីនេះទេជំនឿយើងមិនត្រឹមត្រូវទី2តើយើងត្រូវមានការជឿអ្វីទៀតទៅកាន់ព្រះជាម្ចាស់ទី2យើងត្រូវតែជឿទុកចិត្តលើអំណាចនៃឈើឆ្កាងបាទទី1មកទៀតយើងត្រូវតែអ្វីថ្វាយបញ្ហាទាំងអស់ទុកលំបាកទាំងអស់ដោយអ្វីលើកព្រះនាមទ្រង់ឡើងនៅក្នុងសភាលំបាកយើងត្រូវតែលើកព្រះនាមព្រះអង្គឡើងទី2យើងត្រូវតែជឿទុកចិត្តថាឈើឆ្កាងមានអំណាចមិនមែនឈើឆ្កាងទេប៉ុន្តែគឺអ្វីការសគត់របស់ព្រះមេស៊ីលើឈើឆ្កាងនោះគឺមានអំណាចបាទមានក្រុមខ្លះគេបានចាត់ទុកឈើឆ្កាងជាអ្វីជាវត្ថុស័ក្តិសិទ្ធិបាទត្រូវឬខុសហើយឈើឆ្កាងមិនមែនជាវត្ថុស័ក្តិសិទ្ធិទេឈើឆ្កាងជាបណ្ដាសាបាទ
ឈើឆ្កាងជាបណ្ដាសាព្រះយេស៊ូវលីឈើឆ្កាងថាម៉េចព្រះអង្គកំពុងតែលីបណ្ដាសារបស់យើងរាល់គ្នានៅលើព្រះអង្គហើយទ្រង់ផ្ទុកអស់ទាំងអំពើបាបរាល់ទាំងបណ្ដាសារបស់ផងយើងទាំងអស់គ្នានៅលើព្រះអង្គហើយដូច្នេះឈើឆ្កាងមិនមានអំណាចអីទេប៉ុន្តែការដែលព្រះអង្គត្រូវជាប់ឆ្កាងនៅឈើឆ្កាងនោះទើបមានអំណាចវាថាយើងជឿទៅលើព្រះយេស៊ូវគ្រីស្ទដែលជាប់ឆ្កាងមិនមែនជឿឈើឆ្កាងទេកុំច្រឡំដូច្នេះនៅក្នុងក្រុមដែលបង្រៀនអំពីអំណាចនៃឈើឆ្កាងយើងត្រូវតែយល់ត្រឹមត្រូវបាទមានថាម៉េចគឺអំណាចនៃការសគត់របស់ព្រះយេស៊ូវគ្រីស្ទនៅលើឈើឆ្កាងដែលព្រះអង្គបានសគត់ជំនួសបាបយើងហើយអាមែនបន្ទាប់មកទៀតតើព្រះយេស៊ូវគ្រីស្ទមានព្រះបន្ទូលអ្វីអំពីសាតាំងនៅក្នុងខ31សូមមើលជាមួយគ្នាខ31ឥឡូវលោកីនេះត្រូវជាប់ទោសហើយឥឡូវនេះចៅហ្វាយរបស់លោកីនេះគឺត្រូវបោះចោលចេញអាមែនការសគត់របស់ព្រះយេស៊ូវគ្រីស្ទអាចមើលទៅហាក់បីដូចជាអារក្សកំពុងតែមានជ័យជំនះបាទអារក្សកំពុងតែឈ្នះប៉ុន្តែជាការពិតការនេះគឺជាសញ្ញានៃអ្វីនៃបាទសេចក្តីហិនវិនាសរបស់អារក្សទេបាទជួយឆ្កាងរបស់ព្រះយេស៊ូវគ្រីស្ទបាទបានយកឈ្នះលើសាតាំងហើយការសគត់របស់ព្រះយេស៊ូវគ្រីស្ទបានយកឈ្នះលើអំណាចអារក្សហើយហើយអ្វីបានជាការស្លាប់បែរជាមានអំណាចទៅលើអារក្សទៅវិញបាទវាគ្រាន់តែបំពេញនៅអ្វីការដែលអារក្សបានធ្វើឲ្យព្រះយេស៊ូវសគត់នោះជាអ្វីទេគឺជាកិច្ចការដែលព្រះទ្រង់អនុញ្ញាតឲ្យវាធ្វើតែប៉ុណ្ណោះបាទពីព្រោះអ្វីដើម្បីសម្រេចអំពីការប្រោះលោះការលាងសម្អាតបាបការលាងសម្អាតបាបសូមចាំថាការសគត់របស់ព្រះយេស៊ូវគ្រីស្ទគឺដើម្បីអ្វីនាំជីវិតឲ្យទៅកាន់អ្នកដែលជឿលើព្រះអង្គបាទដូច្នេះប្រសិនបើព្រះយេស៊ូវគ្រីស្ទមិនសគត់ទេនោះយើងអ្វីមិនត្រូវបានលាងសម្អាតបាបទេអញ្ចឹងអស់អ្នកណាដែលជឿទុកចិត្តទៅលើព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទនោះវាថាម៉េចអ្នកនោះនឹងបានជីវិតពីព្រះអង្គហើយប្រសិនបើពួកកូនចៅអ៊ីស្រាអែលមិនបានលាបឈាមនៅលើមាត់ទ្វារទេនៅពេលដែលពួកគេនៅស្រុកអេស៊ីបយ៉ាងម៉េចដែរកូនច្បងពួកគេទាំងអស់នៅទៅស្លាប់ទាំងអស់ចឹងយ៉ាងម៉េចប្រសិនបើគ្មានការស្លាប់នៃកូនជាមទេគ្មានឈាមនៃការលាបទ្វារជាសញ្ញាទេនៃការប្រោះលោះលាងសម្អាតទេកូនរបស់ផងពួកគាត់នឹងទៅស្លាប់ជាមិនខានបាទដូចគ្នាប្រសិនបើដួងចិត្តយើងមិនត្រូវបានលាងសម្អាតដោយសារឈាមនៃព្រះយេស៊ូវគ្រីស្ទទេយើងនៅតែអ្វីស្លាប់ក្នុងអំពើបាបដដែលបាទនេះហើយគឺជាសេចក្តីពិតដែលយើងត្រូវតែទុកចិត្តលើអ្វីការសគត់នៅលើចិត្តការរបស់ព្រះយេស៊ូវគ្រីស្ទបាទដូច្នេះសេចក្តីហិនវិនាសដ៏អស់កលរបស់អារក្សគឺពិតប្រាកដមែនហើយបើទោះបីជាការនោះនឹងកើតឡើងពេលអនាគតក៏ដោយអស់ទាំងអ្នកដែលដើរតាមអារក្សនឹងត្រូវបោះទៅក្នុងបឹងភ្លើងហើយឥឡូវសូមទៅជាមួយគ្នាក្នុងព្រះគម្ពីរវិវរណៈចំពុក20ខ10បាទ1 2 3រួចអារក្សដែលនាំឲ្យគេវង្វេងបានត្រូវបោះទៅក្នុងបឹងដែលឆេះជាភ្លើងនិងស្ពាន់ធម៌ជាកន្លែងដែលសត្វនោះនឹងហោរាខ្លាយនៅហើយនោះវារាល់គ្នាត្រូវរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃនៅអកលជានិច្ចរៀងតទៅអាមែនបាទដូច្នេះអស់អ្នកណាដែលជឿទុកចិត្តលើលោកីនេះជឿទុកចិត្តលើអំណាចភាពសប្បាយភាពមានបានលោកីនេះហើយបដិសេធអំពីព្រះបន្ទូលព្រះអ្នកនោះគឺជាអ្វីបរិវាររបស់សាតាំងហើយអ្នកនោះគឺជាអ្វីទេអ្នកនោះនឹងត្រូវបោះទៅក្នុងបឹងភ្លើងជាមួយនឹងអរិយសាតាំងផងដែរបាទហើយគាត់នឹងឈឺចាប់នឹងរងទុក្ខអកលរៀងទៅបាទឥឡូវយើងមើលនៅក្នុងខ32ជាមួយគ្នាយ៉ូហាន12ខ32 1 2 3ឯខ្ញុំបើសិនជាខ្ញុំត្រូវលើកពីដីឡើងនោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលថាទ្រង់នឹងទាញមនុស្សទាំងអស់មកឯព្រះអង្គប្រសិនបើមនុស្សទាំងអស់ត្រូវបានទាញយកមែនហើយអ្វីបានជាមនុស្សទាំងអស់មិនខ្លាចជាគ្រីស្ទានទៅហើយអ្វី
ហើយអ្វីបានជាចាំបាច់ឲ្យយើងត្រូវទៅផ្សារល្អធ្វើអ្វីបាទពិតណាស់មិនមែនគ្រប់នោះទាំងអស់នឹងទទួលយកទ្រង់នោះទេប៉ុន្តែសូមចាំថាព្រះអង្គទ្រង់បានសគត់ដើម្បីលាងបាបមនុស្សទាំងអស់ប៉ុន្តែតើអ្នកណាទទួលបានការសង្គ្រោះទេគឺជាអ្នកដែលជឿបាទទទួលយកព្រះជាម្ចាស់តែប៉ុណ្ណោះបាទប្រជាបងប្អូនសុទ្ធតែធ្លាប់លេង Facebook ត្រូវទេដើម្បីទទួលបានមិត្តភ័ក្តិដល់ធ្វើអ្វីទេត្រូវ add friend ទៅកាន់គាត់ត្រូវអត់ហើយអ្នកទៅយ៉ាងម៉េចដែរត្រូវ confirm ព្រះជាម្ចាស់ទ្រង់បាន add ទៅកាន់យើងហើយប៉ុន្តែសួរថាតើយើងទទួលយកព្រះអង្គឬក៏អត់តើដួងចិត្តយើងយល់ព្រមទទួលយកព្រះអង្គឬក៏អត់នោះគឺជាបញ្ហាបាទបញ្ហាព្រះជាម្ចាស់ទ្រង់បានសគត់សម្រាប់លួចបាបដូចទាំងអស់ប៉ុន្តែទាំងអស់មិនប្រកាសថានឹងទទួលបានការសង្គ្រោះទេពីព្រោះអ្វីមនុស្សម្នាក់មានសេរីភាពក្នុងការជ្រើសរើសជឿឬក៏បដិសេធបាទជឿឬក៏បដិសេធបាទនេះគឺជាអ្វីដែលយើងត្រូវឆ្លើយតបទៅចំពោះព្រះបាទជាការពិតនេះគឺជាបញ្ហាបាទអធិបតេយ្យភាពរបស់ផងព្រះតែងតែប្រឆាំងជាមួយនឹងសេរីភាពរបស់ផងយើងខ្ញុំយើងតែងតែប្រើសេរីភាពមួយនេះជ្រើសរើសដើរតាមផ្លូវខុសឆ្គងនៅលោកីនេះនៅពេលនោះប្រកាសណាស់យើងនឹងស្ដាយក្រោយជាជាមិនខានបងប្អូនអើយតន់ពេលដែលយើងនៅមានឱកាសសូមឲ្យយកគ្នាបានបើកចំហដួងចិត្តទទួលព្រះអង្គជាព្រះសង្គ្រោះរបស់ផងយើងដែរអាមែនដល់ពេលនោះព្រះអង្គនឹងប្រទានអ្វីប្រទានការព្រោះលួប្រទានជីវិតអស់កលមកកាន់យើងផងដែរទី3តើព្រះអង្គបង្រៀនយើងអំពីអ្វីព្រះអង្គបង្រៀនយើងអំពីអ្វីទេគឺបង្រៀនឲ្យយើងដើរនៅក្នុងពន្លឺយើងត្រូវតែហាក់ជាមនុស្សម្នាក់តែដែលដើរនៅក្នុងពន្លឺរាល់ថ្ងៃសូមមើលក្នុងខ34ជាមួយគ្នាខ34 1 2 3វងមនុស្សទូលឆ្លើយថាយើងខ្ញុំបានលើក្នុងក្រឹតវិន័យថាព្រះគ្រីស្ទទ្រង់គង់នៅអកលជានិច្ចចុះធ្វើដោយម្ដេចបានជាថាកូនមនុស្សត្រូវលើកឡើងដូច្នេះតើអ្នកណាជាកូនមនុស្សនេះអាមែនបាទតើអ្វីគឺជាការឆ្លើយតបរបស់ផងវងមនុស្សចំពោះព្រះបន្ទូលរបស់ព្រះយេស៊ូវអំពីការសគត់ដែលจะមកដល់ទេបាទពួកគេហាក់បីដូចជាចង់បង្ហាញនៅអ្វីដល់ព្រះយេស៊ូវថាពួកអាចារ្យនិងពួកផារីស៊ីបានបង្រៀនអំពីអ្វីក្រឹតវិន័យបងប្អូនក្រឹតវិន័យវាថាម៉េចទេព្រះមេស៊ីនឹងយាងមកហើយមានប្រជញ្ញអកលជានិច្ចប៉ុន្តែនៅពេលនេះយ៉ាងម៉េចព្រះយេស៊ូវថាម៉េចទេព្រះមេស៊ីនឹងត្រូវសគត់អញ្ចឹងក្រឹតវិន័យដែលពួកគេរៀនពីពួកផារីស៊ីហើយនឹងព្រះបន្ទូលដែលពួកគេឮពីព្រះយេស៊ូវឥឡូវនេះតើវាមិនខុសគ្នាទេឬអីព្រះអង្គថាទ្រង់នឹងសគត់ដែលគេជឿថាព្រះយេស៊ូវនេះគឺជាព្រះមេស៊ីប៉ុន្តែពួកគេថាម៉េចព្រះមេស៊ីដែលក្នុងក្រឹតវិន័យគឺមានប្រជញ្ញអកលជានិច្ចបាទមានប្រជញ្ញអកលជានិច្ចតើបងប្អូនគិតថាពួកគេនឹងដើរតាមអ្នកណាទេពួកគេនឹងដើរតាមពួកផារីស៊ីជាមិនខានបាទពួកគេជឿថាការបង្រៀនរបស់ពួកផារីស៊ីគឺត្រឹមត្រូវជាងព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទបាទគ្មានព្រះមេស៊ីឯណាដែលនឹងទៅស្លាប់ទេគ្មានព្រះណាដែលទៅស្លាប់ទេព្រះនោះនឹងគង់នៅអកលជានិច្ចប៉ុន្តែជាការពិតព្រះយេស៊ូវគ្រីស្ទមិនមែនសគត់រហូតទេព្រះអង្គនឹងរស់ឡើងវិញប៉ុន្តែពួកគេអត់ជឿសោះបាទអត់ជឿសោះដូច្នេះតាមរយៈការដែលពួកគេបានរៀនពីពួកផារីស៊ីធ្វើឲ្យពួកគេបដិសេធព្រះបន្ទូលព្រះជាម្ចាស់បងប្អូនអើយខ្ញុំធ្លាប់ឮអំពីសមាជិកម្នាក់ដែលគាត់ទទួលការបណ្ដុះបណ្ដាលការរៀនសូត្រការយល់ដឹងអំពីការបង្រៀនផងលោកីដូច្នេះគាត់បានស្គាល់ព្រះយេស៊ូវគ្រីស្ទគាត់ជឿលើព្រះយេស៊ូវគ្រីស្ទប៉ុន្តែគាត់នៅតែអ្វីមានផកគំនិតអំពីទស្សនៈលោកីតាមគាត់រហូតដូច្នេះនៅពេលដែលគាត់គិតអំពីព្រះបន្ទូលព្រះសង្ស័យលើព្រះបន្ទូលព្រះអង្គតើពិតមែនឬក៏អត់ពិតមែនឬក៏អត់ពីព្រោះអ្វីចំណេះដឹងដែលគាត់ទទួលពីលោកីមកគឺអត់ទាន់ត្រូវបានលាងសម្អាតចោលទេ
បាទនៅពេលដែលគាត់លឺព្រះបន្ទូលព្រះចាប់ដើមសង្ស័យថឹងថ្លែងថាតើរវាងការខ្ញុំរៀនពីលោកីនិងខ្ញុំរៀនពីព្រះគម្ពីរមួយណាត្រូវមួយណាខុសបាទឆ្លងអញ្ចឹងទេបាទដូច្នេះបងប្អូនអើយយើងត្រូវតែជ្រើសរើសតើយើងត្រូវតែស្ដាប់បង្គាប់តាមព្រះបន្ទូលមួយណាព្រះយេស៊ូវគ្រីស្ទឬក៏ការបង្រៀនរបស់លោកីដូច្នេះព្រះជាម្ចាស់ថាម៉េចទេចូលឲ្យយើងគ្នាបានដើរតាមពន្លឺព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាពន្លឺនោះឯងព្រះអង្គទ្រង់គឺជាពន្លឺដែលបំភ្លឺផ្លូវរបស់យើងខ្ញុំជាការពិតណាស់មនុស្សដែលរស់នៅក្នុងភាពងងឹតពួកគេត្រូវការអ្វីទេពួកគេត្រូវការពន្លឺដើម្បីបំភ្លឺផ្លូវពួកគេអាចដើរទៅមុខបានតទៀតបាទប៉ុន្តែជាការពិតមនុស្សបច្ចុប្បន្ននេះបានបោះបង់ចោលពន្លឺហើយបានបោះបង់ចោលពន្លឺហើយហើយនេះគ្រីស្ទានយើងត្រូវតែដើរនិងជឿទុកចិត្តទៅលើព្រះសុថាព្រះអង្គទ្រង់គឺជាពន្លឺភ្លឺហើយនឹងចូលស្វែងរកពន្លឺយ៉ាងអស់អំពីចិត្តនោះទ្រង់នឹងរាប់ថាម៉េចអ្នកជាកូននៃពន្លឺជាមិនខានសរុបមកវិញនៅក្នុងស្ថានភាពដ៏លំបាកសូមឲ្យយើងនៅតែអ្វីលើកដំកើងព្រះនាមទ្រង់ឡើងចូលឲ្យយើងនៅតែទុកចិត្តលើអំណាចនៃអ្វីការសគត់របស់ព្រះយេស៊ូវគ្រីស្ទហើយនឹងចូលឲ្យយើងនៅតែបន្តដើរក្នុងពន្លឺនៃព្រះយេស៊ូវគ្រីស្ទរាល់ថ្ងៃចូលឲ្យការរស់នៅរបស់យើងត្រូវបានលើកដំកើងព្រះអង្គរាល់ថ្ងៃផងដែរការដែលយើងធ្វើការទាំងការដែលយើងរៀនសូត្រទាំងការដែលយើងថ្វាយបង្គំព្រះជាម្ចាស់ចូលឲ្យយើងបានលើកដំកើងទ្រង់ឡើងផងដែរអាមែនខ្ញុំអធិដ្ឋានគូសូមអរព្រគុណដល់ព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណដល់ព្រះអង្គសម្រាប់ពេលវេលាដែលយើងបានចូលមកសរសើរនឹងការព្រះអង្គនិងស្ដាប់នៅព្រះបន្ទូលទ្រង់ជាមួយគ្នាសូមទ្រង់បានដឹកនាំទូបង្គំម្នាក់ៗឲ្យរស់នៅយ៉ាងស្មោះត្រង់ចំពោះព្រះអង្គឲ្យទូបង្គំបានសុខចិត្តទទួលយកនៅជីវិតដែលទទួលការបៀតបៀនប៉ុន្តែទូបង្គំជឿថាព្រះអង្គនឹងរៀបចំផ្លូវព្រះអង្គនឹងដឹកនាំទូបង្គំផងដែរសូមទ្រង់បានគង់ជាមួយយើងខ្ញុំកុំឲ្យទូបង្គំបានត្អូញត្អែចំពោះបញ្ហាណាមួយឡើយកុំឲ្យទូបង្គំបានងាកបែរទៅកាន់លោកីឡើយតែសូមឲ្យទូបង្គំបាននៅតែលើកដំកើងបណ្ឌិតព្រះអង្គផងដែរឲ្យទូបង្គំនៅតែដើរក្នុងពន្លឺនៃទ្រង់រាល់ថ្ងៃផងដែរអរគុណដល់ព្រះអង្គទូបង្គំសូមទូលថ្វាយក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមអរគុណលោកអ្នកនាងដែលបានទស្សនានិងស្ដាប់ការអធិប្បាយព្រះបន្ទូលរបស់លោកគ្រូគង្វាលវងនិតជាពីក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវជារៀងរាល់ថ្ងៃអាទិត្យក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវមានការថ្វាយបង្គំព្រះជាម្ចាស់ចំនួន3វេនវេនទី1ចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 8:30 នាទីព្រឹកសម្រាប់កុមារវេនទី2ចាប់ពីម៉ោង 10 ដល់ម៉ោង 11 ព្រឹកសម្រាប់មនុស្សពេញវ័យនិងមនុស្សចាស់វេនទី3ចាប់ពីម៉ោង 3 ដល់ម៉ោង 4 ល្ងាចសម្រាប់កុមារផងដែរលោកអ្នកនាងអាចចូលរួមថ្វាយដង្វាយតិចតួចដើម្បីផ្គត់ផ្គង់ក្រុមជំនុំសេរីរុងរឿងព្រះយេស៊ូវតាមរយៈ QR Code នេះបានផងដែរសូមអរគុណសូមព្រះប្រទានពរ